ผมตอนបាញ់ឈុតទាញត្រួយចន្ទទីបើសិនជាបងប្អូនមិនតន់បានត្រួតពិនិត្យចំណុចមួយនេះមុនបាទអញ្ចឹងសម្រាប់ការបាញ់ទាញត្រួយចន្ទទីมันប្រកាសថាយើងបាញ់ទៅចេញទាំងអស់ទេពីព្រោះតែសារមួយយ៉ាងនេះគឺមេឃនៅតែបន្តភ្លៀងជាជ្រុំជារៀងរាល់ថ្ងៃអញ្ចឹងធ្វើឲ្យត្រួយចន្ទទីរបស់យើងកន្លែងពកត្រួយហ្នឹងគឺវាសើមជារៀងរហូតហើយមួយទៀតគឺមេឃសតុំដែលអត់មានពន្លឺថ្ងៃគ្រប់គ្រាន់ធ្វើឲ្យពកត្រួយចន្ទទីរបស់យើងហ្នឹងងាយនឹងបង្កទៅជាជំងឺផ្សិតចឹងនៅពេលដែលយើងសង្កេតថាពកត្រួយរបស់យើងវាខុសប្រក្រតីគឺពកហ្នឹងគឺលែងមានពណ៌បៃតងវាទៅជាពណ៌ប្រផេះឬក៏វាឡើងទៅជាផ្សិតក្រាមនៅចំពកខ្នែងមាន់តែម្ដងគឺចូលខ្វាក់ត្រួយហើយអញ្ចឹងបងប្អូនត្រូវបាញ់ថ្នាំកម្ចាត់ផ្សិតលាងសម្អាតដាមចន្ទទីមួយជើងសិនដែលនៅក្នុងវីដេអូនេះខ្ញុំលើកយកសមាសធាតុ5ជូនបងប្អូនដែលមានទី1នោះគឺ Moncoset, Metalaxyl, Propiconazole, Carbendazim ហើយនិង Chlorasចឹងសមាសធាតុ5ហ្នឹងបងប្អូនអាចយកមួយណាក៏បានដែរទៅបាញ់លាងដាមចន្ទទីយើងមួយជើងសិនបន្ទាប់ពីយើងបាញ់លាងជំងឺផ្សិតហើយដាមចន្ទទីរបស់យើងចាប់ផ្ដើមធូរស្បើយហើយចាំយើងបាញ់ឈុតទាញត្រួយទៅនោះចន្ទទីបងប្អូននឹងឆាប់ចេញពកត្រួយហើយពកត្រួយឆាប់បែកមាត់ចាប់បញ្ចេញត្រួយឲ្យបងប្អូនហើយចឹងសម្រាប់បងប្អូនដែលមានចម្ងល់ចង់សួរនាំខ្ញុំបន្ថែមអាច comment សួរនាំនៅក្នុងវីដេអូនេះបានបាទសូមអរគុណ